เรียบซัวบองโอนถึงออกเนี้ยไงนี่ยมบานมาดอลกรีรุมเตียดให้สำคัญนี่มอยบนะนึกคืนกรีรุมจะไปอุเชียนดอลออประสาให้ยมเมามือทนำนงกรีรุมพ่อบองโอนให้สุขสบายเต้บองโอนให้ในบรรทัดเตี้ยบองโอนรวงจำยมมือทนำตรุปนึกทนำดำไปปังหานเจ็ดធ្វើជាធម្មទានជូនបងប្អូនដើម្បីសុខភាពបងប្អូនហើយបងប្អូនអញ្ជើញទស្សនាក្នុងវីដេអូមួយបងប្អូនណានៅរុក្ខជាតិផ្សេងច្រើនមុខណាបងប្អូនថ្ងៃនេះហើយមកដល់ហើយម៉ោងនេះព្រលឹមដែរបងប្អូនណាដូច្នេះបងប្អូនទៅទស្សនាដូចតទៅសូមអញ្ជើញបងប្អូនបាទបងប្អូនថ្ងៃនេះខ្ញុំបាទគ្រូអសុទ្ធបុរាណសូមបង្ហាញរូបនៅក្នុងវីដេអូនេះរុក្ខជាតិដែលតេតិននឹងអសុទ្ធបុរាណខ្មែរយើងបងប្អូនហើយបងប្អូនមើលលក្ខណៈសម្គាល់របស់រុក្ខជាតិក្បាលយៈនេះបងប្អូនណាហើយវារៀងស្លឹកកតុលហើយមានធាងរបស់ក្បាលយៈនេះវារៀងមានបន្លាបងប្អូនប៉ុន្តែរុក្ខជាតិនេះឈ្មោះច្រើនណាបងប្អូនខ្លះទៅគេហៅមាសអ្នកខ្លះទៅហៅក្រញាញ់អ្នកខ្លះហៅរោគក្រញាញ់អ្នកខ្លះហៅកដបអញ្ចឹងណាបងប្អូនតាមគ្រាមភាសានៃភាសាតំបន់របស់ខ្មែរយើងហើយតេតិននឹងអសុទ្ធបុរាណខ្មែរយើងវាកបនឹងជំងឺឬដងវិលបើសិនជាបងប្អូនមានបញ្ហាអង្គុយចុះទៅយូរទៅងើបឡើងវិលដីហើយនឹងធីងធូងដីនឹងគេហៅឬដងវិលហើយបងប្អូននឹងខ្ញុំសង្ខេបខ្លីឲ្យបងប្អូនស្ដាប់ទៅឆាប់ដឹងហ្នឹងឬដងវិលហើយបងប្អូនយកទៅប្រើទៅដោយដាក់មួយដៃបើសិនណាអត់មានជីបងប្អូនដាក់ចាប់មួយដៃទៅហាលស្ងួតមួយដៃកុំពេញពេកបងប្អូនណាយកទៅពិសាទទួលទានដោយដាំហូបទៅវាបាត់ហើយដាំ2-3ឆ្នាំទៅបងប្អូននឹងឃើញលទ្ធផលយ៉ាងគួរប្រសើរសម្រាប់រដូវវល់នេះបងប្អូនណានឹងមួយទៀតត្រូវនឹងពោះចឹកពោះខាំបងប្អូនបើសិនជាបងប្អូនមានបញ្ហាពោះចឹកនឹងខាំទៅលើយើងហើយនឹងបងប្អូនយើងបងប្អូនជួយសង្គ្រោះមនុស្សនឹងរួចពីការស្លាប់ដូចជាពណ៌អសេរពើជាដើមអញ្ចឹងបងប្អូនគេយកត្រួយរបស់វាហើយបើរកត្រួយបានក៏យកស្លឹកហ្នឹងដែរបងប្អូនទៅពីឲ្យព្រុសនៅកន្លែងពោះខាំពោះចឹកហ្នឹងទៅវាធ្វើឲ្យជាសះស្បើយនៃអាការៈពឹសពោះហ្នឹងហើយបងប្អូនហើយបងប្អូនទាល់ដែលឆ្ងាយបន្ទីពេទ្យដើរទៅតាមព្រៃជួបឧបសគ្គយើងមិនចង់ឲ្យមានជួបទេបងប្អូនប៉ុន្តែជួបឧបសគ្គអញ្ចឹងទៅបងប្អូនយករុក្ខជាតិនេះតែហៅថាក្បាលយៈភ្ងាសនឹងរោគក្រញាញ់ឬក៏ដបនេះបងប្អូនយកទៅប្រើយើងទល់ពេលវេលាហើយមិនដឹងបាត់អីយើងយកទៅប្រើទៅនឹងក៏ប្រសើរដែរនេះជាឱសថបុរាណខ្មែរយើងកាលពីឧបបរោះរបស់យើងដកពិសោធន៍រួចហើយគាត់តែយើងយកទៅប្រើតាមពីរៈបរោះរបស់យើងកាលពីបរមកាលយើងមកយកទៅប្រើទៅរុក្ខជាតិអស់នេះវាកបនឹងជំងឺចឹងណាបងប្អូនហើយយើងនៅឆ្ងាយបន្តិចពេទ្យទល់ភ័យហើយបងប្អូនយកទៅប្រើទៅជាសះស្បើយអីមិនបាច់ភ័យពីរឿងស្លាប់ទេរុក្ខជាតិនេះបកកែណាបងប្អូនណាហើយសម្រាប់ធ្លាក់សធ្លាក់អីក៏បកកែដែរតែបងប្អូនចេះដាក់មួយដៃតូចទៅឬក៏ដាក់ជាមួយរុក្ខជាតិផ្សេងទៀតក៏បានដែរហើយនៅជាចុងក្រោយនេះបើសិនជាបងប្អូនមើលថាមានប្រយោជន៍សម្រាប់សុខភាពបងប្អូនខ្ញុំបាទចែករំលែកជាធម្មទាននេះសូមបងប្អូនចុច like ចុច share ចុច subscribe ឲ្យខ្ញុំបានម្នាក់មួយផងបងប្អូនដើម្បីថ្ងៃក្រោយខ្ញុំដើរផ្ដិតរូបភាពរុក្ខជាតិណាដែលមានជាតិថ្នាំដើម្បីបម្រើសុខភាពរបស់យើងហើយមានប្រកែចែកជូនជាធម្មទានដល់បងប្អូនឲ្យបងប្អូនបានសុខភាពល្អខ្ញុំបាទនឹងចូលខ្លួនបម្រើសុខភាពបងប្អូនហើយនៅទីចុងក្រោយនេះខ្ញុំសូមជូនពរបងប្អូនសូមឲ្យបងប្អូនបានសុខបានចម្រើននៅក្នុងក្រុមគ្រួសារម្យ៉ាងទៀតសូមពរ4ប្រការគឺអាយុវណ្ណៈសុខៈពលៈកំបីគ្លៀងគ្លាតឡើយគណៈពេលនេះខ្ញុំបាទគ្រូអសុទ្ធបុរាណជ័យទឹកសូមគោរពសូមជម្រាបលា